ដូច្នេះខ្ញុំនឹងហៅឈ្មោះគាត់ថាអាបាឌីដើម្បីងាយស្រួលចំណាំព្រោះថាពាក្យថាមហាម៉ាត់នោះច្រើនពេកចឹងក៏ឲ្យជន់ឈ្មោះគ្នាច្រើនហៅមកកតុយ3ម៉ាត់ហ្នឹងបាទអាបាឌីងាយស្រួលចំណាំជាមួយនឹងជើងល្វីដូច្នេះគូនេះមាន3ទឹកដើម្បីធ្វើការប្រកួតប្រជែងគ្នាបាទ75គីឡូក្រាមគីឡូធ្ងន់នៅស្រុកខ្មែរបាទ top level តែម្ដងគឺជើងល្វីនេះឯងស្នាមញញឹមរបស់ប្អូនស្រីដ៏ស្រស់ស្អាតលើកស្លាកទឹកទី1សូមសម្លេងទះដៃជុំគ្នាមួយបាទចៅក្រមត្រៀមប្រុងព្រះប្រកួតហ្គេស្បកគុណខ្មែរគូទី5ដល់ឈ្មោះមិត្តភាពអន្តរជាតិរវាងកម្ពុជាអ៊ីរ៉ង់ទឹកទី1 round 1ទឹកទី1បង្គោលក្រហមជើងល្វីបង្គោលគៀវមហាម៉ាត់អាំរ៉ូអាបាឌីគាត់ចាប់ដើមឡើងគាត់ទាត់មកជើងឆ្វេងចោលមួយចឹងទៅលោកកញ្ឆក់បចោតទាត់ក្រោមធ្វើឲ្យជើងល្វីឈានជើងវែងអាបាឌីចូលកលឿនចេញកលឿនបាក់ជើងគប់ថែមម្ដាយទៀតហើយរបស់ជើងល្វីអាយ៉ាអោបវាយស្ដាំទាត់ឆ្វេងរបស់អាបាឌីមកជើងសងវិញដល់ជើងលោកហុងសវត្តបាទឲ្យប្រកួតជាបន្តទាត់ឆ្វេងម្ដាយវិញរបស់ជើងល្វីអាបាឌីបាទរៀងងើយមើលរូបឆ្វេងម្ដាយឆ្វប់ប្រហើយមុខចូលកាត់បាត់ម្ដាយស្ដាំសើស្ដាំទាត់ឆ្វេងចូលឆ្វេងម្ដាយទៀតរបស់អាបាឌីឆ្វេងស្ដាំថែមទៀតចាប់បានដៃល្អមែនណែនអាបាឌីនេះដៃល្អពិតផ្អែកនឹងខ្សែសង្វៀនបន្តការប្រកួតបាទទើបតែ1នាទីទេនៅក្នុងទឹកទី1នេះមហាម៉ាត់អាបាឌីបាទអាំរ៉ូអាបាឌីមកជើងម្នាក់ចាំមើលទាត់ជើងក្រោមពីជើងល្វីទាត់ឆ្វេងទៅវិញល្វីប្រេអាបាឌីព្យាយាមទាត់បែបខ្លីហើយស្រាលបែបញាស់បាទស្ដាប់ឆ្វេងពីរដៃទាញក៏ចាក់ឆ្គងវិញពីជើងល្វីជង្គង់អាបាឌីជង្គង់ជើងល្វីលើកមិនរួចទេដោយសារតែលោកជើងដើម្បីកល់កណ្ដល់កុំឲ្យកម្រើករួចមានវិធីទប់ទល់ធ្វើដៃបន្តិចលើកជើងបឆោតពីជើងល្វីថាស្ដាំចូលភ្លឹបអាបាឌីថយទាត់ឆ្វេងចាប់ជើងបានទៅវិញដកចេញធ្វើឲ្យជើងល្វីរលាស់ខ្លួនថយដែរយោនទៅយោនមកទាត់ឆ្វេងខោជើងល្វីដេញទៅវិញឆក់បានម្ដាយពីអាបាឌីអូអត់ស្រួលទេបាទដៃលឿនអេរ៉ង់ដៃលឿនល្វីចាប់ដល់ហើយជង្គង់មួយអោនផុតទាន់ខ្លាក្រាបអាបាឌីគ្រាន់តែឃើញសន្ធឹកជង្គង់រៀងស្រាវក៏ប៉ុន្តែអាជ្ញាកណ្ដាលប្រាប់ថាបើមានករណីដួលហើយហាមថែមត្រូវប្រយ័ត្នប្រយែងត្រង់ចំណុចនេះដូច្នេះការកញ្ជ្រោលម្ដងរបស់ជើងល្វីធ្វើឲ្យអាបាឌីរៀងញាក់បន្តិចដែរទាត់មកជើងចាប់ជើងបានវិញម្ដាយវិញយកទាត់ឆ្វេងពីអាបាឌីឆ្វេងមួយទៀតពីអាបាឌីមិនចប់ទេចូលគៀបប្រវាយដៃមកជើងវិញចាប់ជើងបានដល់ឆ្វេងជង្គង់មួយកាត់ល្អណាស់ពីជើងល្វីអាបាឌីតាមមាត់ទាន់បាត់មកបីស្ដាំបាយឈាមឆលមួយ
បកកតកែហើយជើងល្បីបានហូបបកកតកែហើយនេះមហាតាន់រៀបឲ្យមកប្រអប់ប្រពន្ធបញ្ចុកយ៉ាងឆ្ងាញ់ពិសាតែម្ដងបាទឥឡូវនេះខ្ញុំសូមធ្វើការប្រកាសជាផ្លូវការលោកគ្រូពេទ្យបានបញ្ឈប់នៅក្នុងទឹកទី1តាមរយៈរបួសជ័យជំនះបានទៅលើបង្គោលក្រហមជឿ